យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតការអភិវឌ្ឍតំបន់ទេសចរធម្មជាតិត្រូវគិតពីការផ្ដល់ផលជូនប្រជាសហគមន៍ជាអាទិភាពមុនហៅអ្នកពីខាងក្រៅមកវិនិយោគជំរឿននៃការអភិវឌ្ឍបែបនេះគឺធានាបាននូវការផ្ដល់ប្រយោជន៍ដល់ប្រជាសហគមន៍ដូចនេះប្រជាសហគមន៍ត្រូវក្តាប់ជោគវាសនារបស់ខ្លួនតាមរយៈសក្តានុពលដែលមានស្រាប់នៅសហគមន៍ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាននិងកាត់បន្ថយសម្ពាធបរិស្ថាននេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងឱកាសអនុញ្ញាតឲ្យលោកមួងស៊ូនីប្រធានសមាគម100រាត្រីនិងក្រុមការងារចូលជួបរាយការណ៍វឌ្ឍនភាពការងារក្នុងការរួមចំណែកកិច្ចគាំពារបរិស្ថាននិងជំរុញកោះស្រឡៅជាកោះអាបជាក្រិតកាបូននៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ថាដើម្បីឲ្យសហគមន៍កោះស្រឡៅធានាបាននូវទេសភាពស្រស់ត្រកាលបរិស្ថានស្អាតនិងបៃតងឆ្ពោះទៅកោះអាបជាក្រិតកាបូនក្រសួងបានរៀបចំផែនការជាជំហានយ៉ាងម៉ត់ចត់និងជាក់លាក់ផ្ដើមជាដំបូងសូមឲ្យប្រជាសហគមន៍និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាសម្អាតកោះស្រឡៅយើងឲ្យបានស្អាតសិនរៀបចំទុកដាក់បែងចែកសម្រាមជីជីកំប៉ុស្តនិងឡដុតសម្រាមសំណល់ផ្លាស្ទិកដោយប្រើប្រាស់សូឡាជំហានបន្ទាប់ការបំពាក់នៅហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបម្រើតម្រូវការចាំបាច់របស់ប្រជាសហគមន៍ដោយប្រើប្រាស់ថាមពលស្អាតនិងជំហានចុងក្រោយជំរុញនិងលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈអេកូទេសចរធម្មជាតិការចិញ្ចឹមពូជក្តាមធម្មជាតិការការពារនិងដាំស្ដារឡើងវិញព្រៃកោងកាងនិងដើមក្រវ៉ាញឯកឧត្តមរដ្ឋមន្ត្រីបន្តថាជំហានទាំងអស់នេះគឺក្រសួងឆ្លើយតបទៅបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលចង់ឃើញជីវភាពសហគមន៍យើងរីកចម្រើននិងចីរភាពគូបញ្ជាក់ថាសហគមន៍កោះស្រឡៅស្ថិតក្នុងភូមិកោះស្រឡៅឃុំកោះកាពីស្រុកកោះកុងខេត្តកោះកុងដែលហ៊ុំព័ទ្ធដោយព្រៃកោងកាងនិងជាទីកន្លែងសម្បូរទៅដោយគ្រឿងសមុទ្រធម្មជាតិស្រស់ៗជីវៈចម្រុះជាច្រើនប្រភេទនិងមានប្រជាសហគមន៍អាស្រ័យផលប្រមាណ300គ្រួសារ